បាទជំរាបសួរពុកម៉ែបងប្អូនបាទថ្ងៃនេះខ្ញុំស្លសម្លជីឆាយបាទអីគេហៅសម្លផ្កាថ្មបងប្អូនបាទស្ងោរផ្កាថ្មបាទបងប្អូនណែនាំបងប្អូនបាទខ្ញុំធ្វើលើកទី1ទី2នេះបាទធ្វើខ្លួនឯងបងប្អូនជាស្រ័យក៏បានឡាយហើយយើងតបសំមួយបាទប្រើមន់មានសាច់មន់មានស្ដែកបាទជាយហឺបាទខ្ញុំសុំខ្ញុំទាដែរបងប្អូនបាទបងទាយើងគោះដាក់ខ្លះយើងក្លុកវាខ្លះបងប្អូនបាទហើយយើងត្រាំទឹករបស់យើងមកបងប្អូនបាទពូស្ដែកក៏ខ្ញុំត្រាំទឹកដែរខ្លាចវាមានដីអីបងប្អូនបាទនឹងផ្កាថ្មត្រាំទឹកចឹងមកបងប្អូនឲ្យវាជ្រុះដីបាទសាច់មន់យើងកាប់ហើយបងប្អូនកាប់ហើយប្រឡាក់គ្រឿងបាទមានទឹកត្រីស្ករប៊ីចេងតិចសិនមកបងប្អូនចាំយើងថែមតាមផាត់ហ្នឹងមកគ្រាប់បុកដាក់មកបាទព្រីចងតិចមកច្បល់វាទុកផ្អាប់ចោលបងប្អូនយើងដាំទឹកឲ្យពុះមកចាក់គ្រឿងយើងចូលបងប្អូនឆាច់បើនឹងខ្ទឹមសបើខ្ទឹមសយើងដាក់ចូលមកឲ្យការ៉ុតយើងកាប់ក្នុងដុំយើងដាក់មុនមកបងប្អូនអាដុំទូចយើងទុកដាក់ក្រោយបាទទឹកពុះហើយយើងដាក់មកសាច់មាន់យើងចូលងាស់ជាមួយនឹងការ៉ុតរបស់យើងមិនបងប្អូនបាទនេះពងទា3គ្រាប់ខ្ញុំប្រឡុកវាចោលចឹងមកបងប្អូនបាទហើយយើងក៏ថែមគ្រឿងក្រៅតាមក្រោយបងប្អូនមានរត់ឌីប្រេងខ្យងប៊ីចេងថែមថយទីទួយតាមក្រោយទៅមកបងប្អូនបាទនេះការ៉ុតដែលខ្ញុំកាត់ទូចៗមិនដាក់តាមក្រោយបងប្អូនថែមទឹកស្អៀវតិចមកស្ករតិចទៀតមកបងប្អូនបាទហើយចាក់មកចូលមកបងប្អូនការថ្មនេះមិនរឹងដូចថ្មទេបងប្អូនទន់ល្មើយបាទនេះពពុះស្ដែករបស់យើងកាត់កង់យកមកចាក់ចូលមកបងប្អូនបាទចិត្តគ្រប់គ្រឿងហើយបងប្អូនបាទប៉ុន្តែតែមកពុះទៅឆ្អិនបាត់ហើយបងប្អូនមកហូបនេះអូហូបក្តៅឆ្ងាញ់ណាស់នេះខ្ញុំប្រើផ្សិតនឹងតម្រាំងដែរបងប្អូនអ្នកខ្លះគេដាក់ទេផ្សិតបាទហើយចូលគ្រប់គ្រឿងហើយយើងដាក់ពងទាយើងកូរបន្តិចមកបងប្អូនកុំកូរខ្លាំងឲ្យវាបល់បាទឲ្យវាឆ្អិនសិនបាទមុននេះឡើងតំណងបងប្អូនបាទអូមកហូបនេះសំគ្រឿងត្រូវនិយាយទៅវាឆ្ងាញ់បងប្អូនបាទអូមានឡែមានលុកលាយគ្នាចេះបងប្អូនហូបក្តៅបាទពុះក្រិចគ្រប់នេះបងប្អូនបាទឆ្អិនហើយបងប្អូនរួចដល់ស្លឹកខ្ទឹមមករួចជាការស្រេចហើយបងប្អូនណាបាទហើយមកមើល3 4នាក់មកផ្ទះខ្ញុំមកបងប្អូនទទួលបានតែមួយឆ្នាំងឡើងបឹបមកបងប្អូនបាទឆ្អិនហើយណងណាស់បាទអូមានពងទាការ៉ុតមានតម្រាំងមានអីចឹងទៅបាទហូបខែចឹងនេះជាក់បងប្អូនទឹកស៊ីម្រេចចុចម្ទេសហឹលតិចបងប្អូននឹងក៏ត្រូវដែរបាទឆ្ងាញ់ណាស់មកហូបនេះខ្ញុំខានយូរដែរបងប្អូនធ្លាប់តែប្រពន្ធធ្វើឲ្យហូបមកធ្វើខ្លួនឯងម្ដងមើលបាទកុំឲ្យឃ្លានពេកបាទអរគុណច្រើនបងប្អូនបាទ